ចាំទស្សនាថារៀងតាំងចិត្តតាំងអារម្មណ៍អីទេការប្រកួតចាប់ដើមគួរដៃមួយសិនជីវិតភាពបាទធននាទីបង្គោលក្រហមបាទតោះធាក់ទល់មួយពីបាទតោះធននាទីទាត់កាត់ជើងក្រោមមួយពីធននាទីបាទផ្ញើក្តីដល់រឹកដល់បងប្អូនជើងផងធននាទីកុំភ្លេចណាបើសិនជាឈ្នះខ្សែក្បាត់អ្នកអង្គការសមាវឌ្ឍនៈឧបត្ថម្ភជូន15លានរៀលបាទទាត់មួយរយលន់សូបាត់ពីបាទតោះស្លាកប្រេស៊ីលធននាទីព្យាយាមបាទស្ថានភាពល្អប្រសើរទេព្រោះការប្រកួត5ទឹកទាត់កាត់ជើងក្រោមមួយលន់សូតែផ្លិចពីធននាទីក្បាច់ទុនក្បែរយើងគេហៅថាកាប់ដួលជួយមេឃកាប់ដួលជួយមេឃទល់ដៃទាត់លើវិញទាត់ពីជើងស្ទួនពីបាទតោះស្លាកប្រេស៊ីលបាទលូកឆ្វេងទៅមួយសិនពីធននាទីដេញតាត់កាត់ជើងក្រោមមួយពីធននាទីហូបបាយហូបអីត្រង់គីឡូហើយដូចរៀងថាឡើងរៀងមុខរៀងសូវស្បូនវិញណាបាទវែកមួយឲ្យក៏ទាត់កាត់ជើងក្រោមមួយពីធននាទីបាទហើយធាក់ចេញមួយពីធននាទីទាត់កាត់ជើងក្រោមធននាទីបាទគ្រីស្មិញក៏ថាអ្នកលេងអំបោះឆៅបាទរហ័សស្លៀមរកធននាទីពីមុនគេហៅថាកណ្ដាប់ដៃទៅបោះជង្គង់ចាប់មួយរូបកែងកាត់ស្ដាំមួយពីបាទតោះបាទធននាទីព្យាយាមរកកន្លែងណាថាឲ្យហ៊ានទៅដងតិចតែមួយជើងមួយដៃចប់សពជួបតែម្ដងព្រោះអត់ចង់ចំណាយកម្លាំងយូរទាត់កាត់ជើងក្រោមមួយពីធននាទីបាទតែថាវែកអាចឆ្វេងព្យាយាមទិញតាមវាយបាទតោះថយមិនតិចទេបាទមិនសូវជាខ្លាំងហើយនាទីក៏ថយតិចដែរពេលបាទតោះព្យាយាមដាក់សម្ពាធពីលើបោះជង្គង់កាត់មួយបាទតោះទាត់កាត់ជើងក្រោមពីធននាទីលូកបានមួយដៃឆ្វេងពីបាទតោះและព្យាយាមវាយចូលខាងក្រោមឃ្លៀកបាទខាងក្រោមឃ្លៀកធាក់ចេញមួយពីបាទតោះបាទធននាទីដាក់ចូលទាត់កាត់ជើងក្រោមសងវិញចាវាបង្ហាញអាការៈយ៉ាងមិនសូវស្រួលមួយបាទលូកចូលឆ្វេងមួយធននាទីណែគាត់ស្ដេចក្របីឆ្វេងទាត់កាត់ជើងក្រោមស្ដាំពីធននាទីថយតាមមកបងតាដែលខ្លួនបានរៀនសូត្រតែចំណានក្រមទាត់កាត់ជើងក្រោមទាត់សងវិញពីធននាទីអាយ៉យបង្ហាញអាការៈហើយបាទទឹកមួយជិះដាក់ទៅរៀងបញ្ចូលប្រហែលធននាទីប្រវាយ5ទឹកសំទឹកសិនណាគេថាមិនទាន់ហ៊ានមើលស្រាលគូប្រកួតទេទាត់កាត់ជើងក្រោមមួយរៀងបញ្ចូលបានតែហើយពីធននាទីដើរចូលជាបន្តពីបាស្តូធននាទីជាថយបោះជង្គង់កាត់មួយពីបាទតោះបាទធននាទីដាក់អីទេពួកខ្ញុំហាត់បានល្អណាស់ហាត់តាមក្បែរមកដល់ស្រុកអាមេរិកនេះលោកគ្រូបិសផាន់ក៏មិនដឹងដែរធាក់ទូមួយបោះជង្គង់កាត់មួយបោះជង្គង់កាត់មួយគប់កែស្ដាប់មួយពីធននាទីដើរចូលជាបន្តទៀតធននាទីអាយ៉ាធននាទី6លេងគីឡូសារការកែទាត់កាត់ជើងក្រោមមួយពីធននាទីហើយបាទព្យាយាមគាត់ស្ដេចឲ្យទាត់កាត់ជើងក្រោមមួយទាត់សងវិញចាប់ជើងជាប់ពីបាទតោះបលែងទៅវិញពីបាទតោះលូកអាស្ដាំបោះជង្គង់កាត់ពីបាទតោះចាប់គប់កែខ្លីមួយបាទធននាទីដាក់ចំកន្លែងការពាររបស់ខ្ញុំហើយបាទឥឡូវអាញាកណ្ដាលសង្រួលតិចសិនប៉ុន្តែគាត់បាទតោះស្គាត់លូកកែងទៅចាប់ហ្វ្រាំងមិនទាន់ប៉ុន្តែយ៉ាងណាក៏សង្រួលសរៃសសងលោកវិភាគបានតិចសិនបាទនៅសល់30វិនាទីចុងក្រោយសម្រាប់ការប្រកួតទឹកទី1រវាងកីឡាករគុណខ្មែរធននាទីបាទជាមួយកីឡាករប្រេស៊ីលបាទតោះបាទដាក់ចូលធាក់ទល់ជាបន្តពីបាទតោះធាក់ទល់មួយសិនលូកចូលមកម្ដាយស្ដាំអ្នកស្ដាំនោះធ្ងន់ណាស់ធននាទីបាទហើយធាក់ទល់មួយសិនពីបាទតោះធាក់ទល់មួយធននាទីកាប់ជើងក្រោមមួយបាទតោះទប់សងវិញទប់សងក្រោមពីធននាទីអីចាស់វាបង្ហាញអាការៈមិនសូវស្រួលមួយបាទលូកឆ្វេងលូកស្ដាំពីបាទតោះបន្ថែមមកឆ្វេងធននាទីកាប់ជើងក្រោមមួយទៅខាងកាប់ទល់ជួយមេឃដេញតាមបាទតោះជាដេញតាមគាត់ជើងក្រោមមួយដកផុតបាទតោះដើរចុះដើម្បីខ្វាយការលូកឆ្វេងធននាទីទាត់កាត់វាក៏ប៉ះបាំងបាទវិនាទីចុងក្រោយហើយសម្រាប់ទឹកទី1ធាក់ទល់មួយពីបាទតោះបោះជង្គង់កាត់ពីបាទតោះធននាទីបាយកាត់ដែរព្យាយាមបាទរវងប្រច័ណ្ឌចាប់ទឹកទី1ទាត់លើបានមួយទៀតពីធននាទីក៏មានការសុំទោសទីដែរទី2បាទក្នុងចំណោម5ទឹកបាទនេះជាការប្រកួតដណ្ដើមខ្សែក្បាត់នៅក្នុងប្រភេទទម្ងន់ Light Heavyweight បាទ Light Heavyweight នៃសហព័ន្ធកីឡាផ្ដាល់គុណខ្មែរបាទអញ្ចឹងទូនាទីបង្គោលក្រហមបាទយល់មានបាតូសបង្គោលខៀវដែលជាកីឡាករដើមកំណើតប្រេស៊ីលបាទមកពីទីក្រុងសាប៉ូឡូប្រទេសប្រេស៊ីលប៉ុន្តែគាត់ភូមិគាត់បាទនៅសហរដ្ឋអាមេរិកហើយនេះគឺបែកសំកម្លាំងដែរបាទសំកម្លាំងដែរបាទមិនចម្រុះទៅខ្លាំងណាស់ណាពេកទេបោះទៅគោឆ្ងាយបាទបាស្តូននេះគឺវាយយឺតក៏មិនធ្ងន់បាទនៅគៀបបានដល់អូយកាប់អាចារ្យរបស់ទូនាទីរស់ហើយបានត្រឹមតែរស់ហើយប៉ុណ្ណោះប
បាទទុតឆ្វេងទៅស្ដាំមកទុននាទីឃើញថាអាសាពីមុនអាសាប្រើដៃតែទុននាទីដូចប្រើជើងច្រើនបាទនៅទឹកទី1និងទឹកទី2ឥឡូវដៃចាប់ដើមលេងមកបណ្ដាហើយបាទបាស្តូសដោយសារតែវែងផងនោះបាទគេមិនថយទៅឆ្ងាយប្រហែលទេឆ្វេងម្ដាយនេះត្រូវបានបាស្តូសធាក់ទៅប៉ះនិងត្រឡោកការពារបន្តិចហើយបាទនេះគឺជាប្រវត្តិសាស្ត្រនៃការមកដល់ទឹកដីសហរដ្ឋអាមេរិកនៃការរៀបចំកម្មវិធីប្រដាល់គុណខ្មែរបាទដែលនាំបញ្ជូនដោយវឌ្ឍនៈរូបរីសូមអរគុណដល់អ្នកអង្គការសម្ដែងវឌ្ឍនៈដែលបានយកចិត្តទុកដាក់បាទគឺតាមទូសួរសុខទុក្ខរហូតបាទគ្រប់សកម្មភាពតាមពីថ្ងៃដំបូងរហូតដល់ថ្ងៃប្រកួតឥឡូវចាប់បាទចាប់បៃលឺអ្នកបញ្ជូនស្ដាំរបស់បាស្តូសបាទឆ្វេងស្ដាំដៃវែងទុននាទីពិបាកមែនទេបាទទុកបញ្ជូនក៏បាស្តូសតយផុតបោះជង្គង់ឆ្វេងណែនចូលស្ដាំដៃវិញអ្នកបញ្ជូនរបស់បាស្តូសទុកឆ្វេងបាទមុននាទីរៀងយ៉ាប់បន្តិចដែរឥឡូវនេះគាត់ឆ្វេងទៅសិនបាទឆ្វេងចាក់ម្ដាយទៀតចូលមកនាទីកំពុងតែរកវិធីយ៉ាងណាព្រោះថាវែងឆ្ងាយពិបាកដែរបាទព្រោះបាស្តូសនេះក៏វែងបាទវែងល្អមែនទេកម្ពស់របស់បាស្តូសនេះ1.83 បងប្អូនបាទ1.83បាទឥឡូវបោះដៃស្ដាំទៅទៀតឲ្យវៃចម្ងាយទុតមកជើងយកជើងរងបៃជាបរៀងខ្លួនបាទបើមិនមែនទៅបាច់ស្បែកឆ្អឹងរៀងខ្លួនណាស្បែកឆ្អឹងស្មងណាបាទគុំនាទីបលែងទៅពេញដៃម្ដងអូយគិតផុតពីដៃនេះបាស្តូសកំពុងតែចាស់ក្រោមពីដៃទីរបស់ទុរទីបាស្តូសមកជួយឆ្វេងចូលឆ្វេងដៃទីរបស់បាស្តូសរទីបាំងផងគិតផងចូលផងឥឡូវនេះយ៉ាងណាបាស្តូសបៃដូចពន្យាទៅទុតឆ្វេងកយកដៃបាំងតន់ឆ្វេងជើងក្រោមទៅលះទុននាទីឲ្យទួចត្រឡប់ម្នាក់ឯងបាទនេះគឺការប្រកួតនៅក្នុងទឹកទី2បងប្អូនដណ្ដើមខ្សែក្រវ៉ាត់ Light Heavyweight បាទនេះខ្សែក្រវ៉ាត់នេះគឺយកពីខ្មែរទៅបាទបើសិនជាបាស្តូសចេះបាស្តូសបានខ្សែក្រវ៉ាត់នេះពីកម្ពុជាទៅបាទបើទូរទស្សន៍នេះគឺទូរទស្សន៍ត្រឡប់យកទៅស្រុកខ្មែរវិញបាទក្រោមផ្ទះស្ដាប់ដៃរត់ទីដំណងមែនទេបាស្តូសទាត់វិញបាទមកជើងចង់ឆ្អល់ចូលទៀតអូដៃមួយពីបាស្តូសដឹងតែកម្លាំងដៃទូរទស្សន៍គុំជឹងគាត់អត់នៅទៀតពេកទេបាទធាក់មកជើងម្នាក់បែបថើច្រើននេះចេញឆ្វេងបាទរបស់ទូរទស្សន៍បច្ឆាចុងទៅមកបាស្តូសហាក់ដូចជាសិក្សាពីសម្ភាររបស់ទូរទស្សន៍ច្រើនមែនទេលោកបាសជង្គង់ទាញក៏បានទូរទស្សន៍ដកដោយចូលឆ្វេងដៃរបស់បាស្តូសឆ្វេងទៅជើងថែមដៃរបស់បាស្តូសទូរទស្សន៍ទៅស្រុកគ្រាប់ទៅហើយបាទមួយជើងនិងមួយដៃនេះបាត់គោជើងទៅហើយធននាទីអញ្ញាកណ្ដាលរួមសិននាទីកំពុងតែងើបបែបពងវែងស្មារតីបន្តិចបាទអញ្ញាកណ្ដាលប្រាប់សញ្ញាថាបើឲ្យកម្រិតខ្លួនបានទេកម្រិតខ្លួនបានអូបាទជើងធ្ងន់ដៃធ្ងន់របស់កីឡាករគីឡូម៉ែបាស្តូសបាទដើមកំណើតប្រេស៊ីលពិតជាធ្វើបានល្អខ្លាំងណាស់បាទធ្វើឲ្យធននាទីស្ទើរតែបាត់បង់ស្មារតីនៅក្នុងចុងទឹកទី2ទៅហើយតែព្យាយាមងើបមកវិញបាទព្យាយាមងើបមកវិញទាំងស្មារតីមិនទាន់នឹងដូរទៅឡើយទេមើលចុះស្មងជើងខាងស្ដាំរបស់ធននាទីគឺបែកបាទបែកខាងលើបាទចំណែកឯស្មារតីរបស់ធននាទីកំពុងតែមិនសូវនឹងដូរប៉ុន្មានហើយគីឡូម៉ែបាស្តូសបាទគឺមុខស្មើមុខមិនមាត់មិនកអ្វីទេបាទអ្នកបដារូបនេះដែលបងប្អូនបានស្ដាប់ហើយអំពីការទស្សនាបាទពីសម្ដេចបាទChris គឺកីឡាករនេះប្រកួតឈ្នះ28ដងចាញ់4ដងហើយជាជើងឯកប្រទេសប្រេស៊ីលចំនួន3សម័យបាទកីឡាកររូបនេះគេវ័យ25ឆ្នាំបាទកម្ពស់ជាងនាទីបន្តិចដែលជាមើលស្រង់ដើមបានវិញសម្រាប់ទឹកទី3បាទបន្ទាប់ពីមានការរាប់នៅក្នុងទឹកទី2គ្រាប់មកលុកចូលបាត់បាច់ទឹកចៃទៅទី2វិញហើយខាងក្នុងដើរចូលជាបន្តទៀតធាក់ទល់មួយពីបាតូសធាក់ទល់មួយហើយទាត់ពីបាតូសមួយទៀតបាទជាបដូរដៃពីធនធានតែគាត់អាស្ដាប់មួយទៀតបាទជាគាត់អាស្ដាប់លុកចូលឆ្វេងទាត់លើមួយពីបាតូសធនធានដើរចូលជាបន្តគាត់ហើយបាត់ចូលអាស្ដាប់បានម្ដាយពីធនធានដេញតាមឲ្យបងប្អូនខ្មែរយើងជាហូបជាម្ដងកម្លាំងចិត្តតែគួរទឹកមួយគាត់ស្នែកទៅឲ្យលើដើរចូលមកជង្គង់កាត់ធនធានគាត់ស្នែកច្រកពុំបាទជំនាញណាច្រកពុំពីលើរបស់គាត់កាត់ទៀតចូលក្រោមមួយគាត់ថែមមួយទៀតពីបាតូសហើយបោះដើរចូលធនធានបោះដៃចូលអាស្ដាប់គាត់អាចឆ្វេងហើយថែមស្ដាំមួយទៀតធនធានតែស្ដាំអត់ទៅដើរចូលបាត់កែងស្ដាំបាតូសនេះជួយសង្គមអូចាក់ជង្គង់មួយអូយអេណូមែនទេបាទបាតូសក្រាបពីណូទម្លុះភ្នំបាទគាត់ជាលើកទី2ហើយនៅក្នុងទឹកទី3ម្ដងទឹកទី2ម្ដងការប្រកួតទី2ដងឲ្យសម្រាប់ធនធានហើយយ៉ាងណាទៅហើយ
បោះជង្គង់ចូលពេញឯងពេលដែលឆ្លាក់ដៃខោលូកចូលបានដៃស្ដាំធនធីថែមស្ដាំមួយទៀតពីធនធីដើរចូលជាបន្តទៀតដើរចូលពីធនធីគាត់លើមួយលូកចូលបានដៃឆ្វេងសងស្ដាំពីធនធីបាទសុំលើកដៃអូយមានបញ្ហាដៃបាទហើយនាធីមានបញ្ហាផ្លោះដៃបាទហើយអូយធនធីសោកស្ដាយFor these fighters, let's bring them together for the decision. Ladies and gentlemen, this fight comes to an end at 1 minute 38 seconds of round 3 as your referee Michael Bell stops his fight. Your winner by TKO out of the blue corner, Guilherme Bastos, the now KKF light heavyweight champion. And also a big round of applause for his opponent, Kun Riddy. Presenting the belt to Mr. Bastos is Dennis Warner, along with Kochai from the KKF. បាទសូមអបអរសាទរបាទចំពោះម្ចាស់ខ្សែក្រវ៉ាត់គុណខ្មែរដែលគាត់បានទទួលក្នុងការផ្ដួលគូប្រកួតឲ្យបោះបង់នៅក្នុងទឹកទី3 Guilherme Bastos